ពលរដ្ឋមួយចំនួនថាពេលប្រជាជនទទួលទានស្រាបៀរឬភេសជ្ជៈច្រើនថាមកពីក្រុមហ៊ុនស្រាបៀរឬភេសជ្ជៈទាំងនោះដាក់រង្វាន់ពង្វក់អ្នកផឹកឥឡូវនេះស្រាបៀរនិងភេសជ្ជៈនឹងលែងមានរង្វាន់ទៀតហើយចាំមើលអ្នកផឹកដោយសារព្រោះតែចង់តាមរង្វាន់ឬខ្លួនឯងចង់ផឹកកាលពីពេលថ្មីនេះទីស្តីការគណៈរដ្ឋមន្ត្រីបានចេញនូវសេចក្តីប្រកាសមួយស្តីពីការហាមឃាត់ការដាក់រង្វាន់លើក្រវិលកំប៉ុងឬគម្របដបនៃផលិតផលស្រាបៀរនិងភេសជ្ជៈដែលកំពុងចរាចរលក់នៅប្រទេសកម្ពុជានៅក្នុងសេចក្តីប្រកាសនោះទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងពាណិជ្ជកម្មនិងក្រសួងព័ត៌មានឲ្យចាត់វិធានការចំពោះការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈគម្របដបឬក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈនិងគ្រឿងស្រវឹងនៅក្នុងនោះក៏មានចំណាដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរគូបញ្ជាក់ថាការហាមឃាត់មិនឲ្យមានការដាក់រង្វាន់មិនមែនធ្វើឡើងភ្លាមនោះទេគឺទុករយៈពេល6ខែទៅ1ឆ្នាំដើម្បីឲ្យក្រុមហ៊ុនទាំងនោះបានត្រៀមខ្លួនជាមុនហើយនឹងមានការប្រជុំរួមគ្នារវាងក្រុមហ៊ុនស្រាបៀរនិងភេសជ្ជៈនិងក្រសួងពាក់ព័ន្ធក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបិទមិនឲ្យមានការផ្ដល់រង្វាន់ទាំងអស់នោះនៅពេលវេលាសមស្រប PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា